សូមជូនអត្ថកថាជាដកឯកនិបាតភាគទី2 3ដកលេខ58អសម្បទានវគ្គទី14អត្ថកថាអសម្បទានជាដកទី1ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តវេលវ័នទ្រង់ប្រពភិក្ខុទេវទត្តត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាអសម្បទាននេនិតរីតរស័កដូច្នេះជាដើមសេចក្តីសង្ខេបថាក្នុងកាលនោះភិក្ខុទាំងឡាយលើករឿងឡើងសន្ទនាក្នុងធម្មសភាថាអវសរទាំងឡាយភិក្ខុទេវទត្តជាបុគ្គលអកតញ្ញូមិនដឹងគុណព្រះតថាគតព្រះបរមសាស្តាស្ដេចយាងមកទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញនេះអ្នកទាំងឡាយសន្ទនាគ្នាអំពីរឿងអ្វីណោកាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែពេលនេះប៉ុណ្ណោះទេដែលភិក្ខុទេវទត្តជាបុគ្គលអកតញ្ញូនោះសូម្បីក្នុងកាលមុនក៏ជាបុគ្គលអកតញ្ញូដែរហើយទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាលព្រះរាជាមគធៈមួយព្រះអង្គសោយរាជសម្បត្តិនៅក្នុងនគររាជក្រឹស្នដែនមគធៈព្រះបរមពោធិសត្វសោយព្រះជាតិជាសទ្ធិនៃព្រះរាជាអង្គនោះមានសម្បត្តិ80កោដឈ្មោះថាសង្ឃសទ្ធិនៅក្នុងនគរពារាណសីមានសទ្ធិមានសម្បត្តិ80កោដមានឈ្មោះថាបលិយសទ្ធិសទ្ធិទាំងពីរនោះជាសម្លាញ់នឹងគ្នាក្នុងសទ្ធិទាំងពីរនោះបលិយសទ្ធិនៅក្នុងនគរពារាណសីជួបប្រសពភ័យយ៉ាងមហន្តដោយសទ្ធិអស់ទ្រព្យសម្បត្តិធ្លាក់ខ្លួនក្រគ្មានទីពឹងបបួលភរិយាធ្វើដំណើរទៅរកសង្ឃសទ្ធិដើម្បីបានជាទីពឹងសទ្ធិនោះចេញអំពីនគរពារាណសីសម្ដៅទៅកាន់នគររាជក្រឹស្នដោយជើងទទេរហូតដល់និវេសរបស់សង្ឃសទ្ធិសង្ឃសទ្ធិឃើញបលិយសទ្ធិហើយពោលថាសម្លាញ់របស់យើងមកហើយទទួលយ៉ាងរាក់ទាក់សម្ដែងការគោរពរាប់អានឲ្យស្នាក់នៅពី3ថ្ងៃថ្ងៃមួយសង្ឃសទ្ធិបានសួរថាណែសម្លាញ់អ្នកមកទីនេះមានការអ្វីបលិយសទ្ធិឆ្លើយថាណែសម្លាញ់ភ័យកើតដល់ពួកខ្ញុំអស់ទ្រព្យធ្លាក់ខ្លួនក្រជួយឧបត្ថម្ភពួកខ្ញុំផងចុះចំណែកសង្ឃសទ្ធិក៏ពោលថាសាធុសម្លាញ់កុំខ្លាចឡើយហើយបញ្ជាឲ្យបើកឃ្លាំងចែកទ្រព្យឲ្យ40កោដហើយបែងចែកសវិញ្ញាណកៈទ្រព្យអវិញ្ញាណកៈទ្រព្យនិងបរិវារពាក់កណ្ដាលឲ្យទៀតផងបលិយសទ្ធិក៏ជញ្ជូនទ្រព្យសម្បត្តិទៅនគរពារាណសីវិញក្រោយមកភ័យដូច្នោះក៏កើតដល់សង្ឃសទ្ធិវិញសង្ឃសទ្ធិប្រាថ្នានឹងរកទីពឹងបានគិតឃើញថាអញបានធ្វើឧបការៈយ៉ាងធំដល់សម្លាញ់របស់អញបានបែងចែកទ្រព្យពាក់កណ្ដាលឲ្យបលិយសទ្ធិសម្លាញ់អញឃើញអញហើយគង់មិនបោះបង់អញនឹងទៅរកគេលុះគិតដូច្នោះហើយក៏នាំភរិយាទៅកាន់នគរពារាណសីដោយជើងទទេសង្ឃសទ្ធិពូលទៅកាន់ភរិយាថាណែនាងដល់ចម្រើនកាលបើនាងនឹងដើរទៅតាមផ្លូវជាមួយខ្ញុំមើលទៅមិនសមគួរឡើយនាងរងចាំឡើងជានៅពេលដែលខ្ញុំបញ្ជូនមកហើយទៅជាមួយបរិវារដែលមានចំនួនច្រើនខាងក្រោយចុះជួរងចាំនៅទីនេះរហូតដល់តែខ្ញុំបញ្ជូនយានមកទទួលលុះពូលដូច្នេះហើយឲ្យភរិយាសម្រាកនៅក្នុងសាលាខ្លួនឯងចូលទៅកាន់នគរទៅកាន់ផ្ទះបលិយសទ្ធិឲ្យមនុស្សទៅប្រាប់ថាសម្លាញ់របស់លោកឈ្មោះសង្ឃសទ្ធិមកអំពីនគររាជក្រឹស្នបលិយសទ្ធិឲ្យមនុស្សទៅអញ្ជើញមកកាលឃើញសង្ឃសទ្ធិហើយក៏មិនបានក្រក់ឡើងអំពីអាសនៈមិនធ្វើបដិសន្ធារៈឡើយហាមាត់សួរតែម្យ៉ាងថាលោកមកមានការអ្វីសង្ឃសទ្ធិឆ្លើយថាខ្ញុំមកដើម្បីជួបលោកបលិយសទ្ធិសួរថាលោកសម្រាកនៅទីណាសង្ឃសទ្ធិឆ្លើយថាទីសម្រាករបស់ខ្ញុំមិនទាន់មានទេខ្ញុំឲ្យភរិយាឈប់រងចាំនៅឯសាលាហើយមកទីនេះមុនបលិយសទ្ធិពោលថាទីសម្រាករបស់លោកនៅទីនេះក៏មិនមានដែរលោកចូលទទួលយកអាហារទៅឲ្យគេចម្អិនបរិភោគនៅកន្លែងណាមួយហើយនាំគ្នាទៅចុះក៏មកជួបយើងទៀតឡើយហើយប្រើទាស័កថាអ្នកចូលវល់សម្ដីស្រូវ4នាលវិចនឹងជាសម្ពុតសម្លាញ់របស់យើងឲ្យគេទៅចុះ
បានឮថាថ្ងៃនោះបលយៈសិទ្ធិឲ្យមនុស្សអុំស្រូវសលៃពណ៌ក្រហមប្រមាណ 1000 រទេះលើកឡើងដាក់ពេញជង្រុកចាប់តាំងពីបានទទួលទ្រព្យ40 កោដមកនៅរមិលគុណដូចមហាចរប្រាប់ឲ្យវល់សម្ដីស្រូវ4នាលដល់សម្លាញ់ដូច្នេះបានឲ្យទាស័កវល់សម្ដីស្រូវ4នាលដាក់ក្នុងថង់ហើយយកទៅឲ្យព្រះពោធិសត្វព្រះពោធិសត្វគិតថាបុគ្គលនេះជាអសប្បុរសបានទ្រព្យ40 កោដអំពីសំណាក់អញពេលនេះប្រាប់ឲ្យទាស័កវល់សម្ដីស្រូវ4នាលឲ្យដល់អញគួរទទួលឬមិនគួរទទួលណោលុះគិតឃើញថាបុគ្គលនេះជាអ្នកមិនដឹងគុណទ្រុះមិត្តទម្លាយនៅមិត្តភាពចំពោះអញជាមនុស្សកាត់ផ្ដាច់នៅឧបការៈដែលអញធ្វើទុកហើយប្រសិនបើអញមិនទទួលសម្ដីស្រូវ4នាលឯគេឲ្យព្រោះជារបស់មិនល្អទេក៏នឹងត្រូវទម្លាយមិត្តភាពបុគ្គលអន្តពាលដែលមិនព្រមទទួលវត្ថុដែលខ្លួនបានតិចតួចទេរមែងញ៉ាំងមិត្តភាពឲ្យវិនិច្ឆ័យប៉ុន្តែអញទទួលសម្ដីស្រូវដែលគេឲ្យនឹងតម្កល់មិត្តភាពទុកបានដោយអំណាចអាត្មាអញហើយក៏វិច្ចសម្ដីស្រូវ4នាលនឹងជាសម្ពុតចុះអំពីប្រាសាទទៅកាន់សាលាពេលនោះភរិយាសួរថាបបិទ្ធអ្នកជាម្ចាស់លោកបានវត្ថុអ្វីខ្លះសង្ឃសិទ្ធិឆ្លើយថាបលយៈសិទ្ធិសម្លាញ់ប្រើគេឲ្យវល់សម្ដីស្រូវ4នាលឲ្យហើយកំចាត់យើងចោលក្នុងថ្ងៃនេះឯងនាងពោលថាបបិទ្ធអ្នកជាម្ចាស់លោកយកមកធ្វើអ្វីវាសមនឹងទ្រព្យ40 កោដដែរឬហើយផ្ដើមស្រែកយំព្រះបរមពោធិសត្វពោលថាណែនាងដោយចម្រើននាងកុំយំឡើយបងខ្លាចក្រែងខូចមេត្រីភាពជាមួយគេទើបបងទទួលមកដើម្បីញ៉ាំងមិត្តភាពឲ្យតាំងនៅដោយអំណាចបងនាងយំធ្វើអ្វីដូច្នេះហើយពោលគាថានេះថាការរាប់អានទាំងឡាយរបស់ជនពាលរមែងទៅជាទូព្រោះតែមិនទទួលវត្ថុតាមមានតាមបានព្រោះហេតុនោះបានជាយើងខ្ញុំនាំយកសម្ដីស្រូវកន្លះមាលអ្នកគឺ4នាលមកកុំឲ្យការមេត្រីរាប់អានរបស់យើងបែកបាក់ទៅឡើយសូមឲ្យការមេត្រីរាប់អាននេះនៅទៀងទាត់កាលសង្ឃសិទ្ធិពូយ៉ាងនេះភរិយានៅតែស្រែកយំដដែលពេលនោះទាសកម្មករដែលសង្ឃសិទ្ធិប្រគល់ឲ្យបលយៈសិទ្ធិនោះដើរកាត់សាលាបានឮសំឡេងយំរបស់ភរិយាសិទ្ធិក៏ចូលទៅកាន់សាលាឃើញចវាយចាស់របស់ខ្លួនក៏ក្រាបចុះទៀបជើងយំបណ្ដើរសួរបណ្ដើរថាបបិទ្ធលោកម្ចាស់លោកមកទីនេះធ្វើអ្វីសិទ្ធិក៏ដំណើររឿងរ៉ាវទាំងអស់ឲ្យស្ដាប់ទាស័កនោះក៏លួងលោមអ្នកទាំងពីរនោះថាបបិទ្ធលោកម្ចាស់លោកទាំងពីរកុំព្រួយកុំគិតច្រើនហើយនាំទៅផ្ទះរបស់ខ្លួនឲ្យងូតទឹកក្រអូបឲ្យបរិភោគអាហារហៅទាស័កទាំងឡាយមកប្រជុំគ្នាបង្ហាញឲ្យដឹងថាចវាយនាយរបស់ពួកអ្នកមកពី3ថ្ងៃហើយនាំទាស័កទាំងអស់ទៅកាន់ព្រះរាជវាំងហើយស្រែកបង្គាប់ប្រកាសឡើងព្រះរាជាបញ្ជាឲ្យហៅមកហើយត្រាស់សួរថាណែអ្នកដោយចម្រើនទាំងឡាយតើមានរឿងអ្វីទាស័កទាំងនោះក្រាបទូលរឿងទាំងអស់ឲ្យទ្រង់ជ្រាបព្រះរាជាទ្រង់ព្រះសម្ដាប់នៅពាក្យរបស់ទាស័កទាំងនោះហើយបញ្ជាឲ្យហៅសិទ្ធិទាំងពីរចូលគាល់ហើយត្រាស់សួរសង្ឃសិទ្ធិថាណែមហាសិទ្ធិបានឮថាលោកឲ្យទ្រព្យ40 កោដដល់បលយៈសិទ្ធិពិតមែនឬព្រះមហាក្សត្រក្រាបទូលថាបបិទ្ធព្រះសមត្ថទេពមិនមែនតែទ្រព្យមួយយ៉ាងប៉ុណ្ណោះទេដែលទូបង្គំឲ្យដល់សម្លាញ់ដែលនឹកដល់ទូបង្គំហើយបែរមុខទៅកាន់នគររាជក្រឹស្នទូបង្គំបានចែកសវិញ្ញាណកៈទ្រព្យនិងអវិញ្ញាណកៈទ្រព្យដែលជាសម្បត្តិគ្រប់យ៉ាងចេញជាពីរចំណែកហើយចែកស្មើគ្នាព្រះរាជាត្រាស់សួរបលយៈសិទ្ធិថាណែសិទ្ធិរឿងនោះពិតមែនឬបលយៈសិទ្ធិក្រាបទូលថាបបិទ្ធព្រះសមត្ថទេពរឿងនោះពិតមែនព្រះរាជាត្រាស់សួរតទៅទៀតថាកាលសង្ឃសិទ្ធិនឹកដល់អ្នកមកដល់ទីនេះហើយអ្នកបានតបស្នងដោយវត្ថុអ្វីខ្លះបលយៈសិទ្ធិនៅស្ងៀមព្រះរាជាត្រាស់សួរតទៅទៀតថាម្យ៉ាងទៀតអ្នកបានឲ្យទាស័កវល់សម្ដីស្រូវ4នាលវិច្ចនឹងជាសម្ពុតឲ្យគេហើយដេញគេឲ្យទៅពិតមែនឬបលយៈសិទ្ធិសូម្បីបានស្ដាប់ព្រះតម្រាស់នោះហើយក៏នៅអង្គុយស្ងៀមដដែលព្រះរាជាទ្រង់ប្រឹក្សានឹងពួកអាមាត្យថាគួរធ្វើដូចម្ដេចទ្រង់បរិភាសបលយៈសិទ្ធិហើយត្រាស់ថា
អ្នកទាំងឡាយទៅយកទ្រព្យក្នុងផ្ទះពលយៈសិទ្ធិឲ្យដល់សង្ឃសិទ្ធិចុះព្រះបរមពោធិសត្វក្រាបទូលថាបពិតមហារាជទូលបង្គំមិនត្រូវការទ្រព្យរបស់អ្នកដទៃទេសូមទ្រង់ប្រកាសណាបរិជ្ជទានចំណែកដែលទូលបង្គំឲ្យគេប៉ុណ្ណោះចុះព្រះបរមពោធិសត្វក្រាបទូលថាបពិតមហារាជទូលបង្គំមិនត្រូវការទ្រព្យរបស់អ្នកដទៃទេសូមទ្រង់ប្រកាសណាបរិជ្ជទានចំណែកដែលទូលបង្គំឲ្យគេប៉ុណ្ណោះចុះព្រះរាជាបញ្ជាឲ្យបរិជ្ជទានសម្បត្តិដែលជាចំណែករបស់ព្រះពោធិសត្វព្រះមហាក្សត្របានសម្បត្តិដែលខ្លួនបានឲ្យដល់ពលយៈសិទ្ធិទាំងអស់មកហើយចោមរួមដោយទាស័កត្រឡប់ទៅកាន់នគររាជក្រឹសវិញតម្កល់ជាដើមទុនបានហើយធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមក្រោយអំពីជោតិក៏បានទៅតាមយថាកម្មព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយទ្រង់ប្រជុំជាដកថាពលយៈសិទ្ធិក្នុងកាលនោះបានមកជាទេវទត្តក្នុងកាលឥឡូវនេះចំណែកសង្ឃសិទ្ធិគឺតថាគតនេះឯងចប់អដ្ឋកថាអសម្បទានជាដកទី1តែប៉ុណ្ណេះសូមអនុមោទនាអដ្ឋកថាបញ្ចភិរុកៈជាដកទី2ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រពសូតដែលពោលដោយការលួងលោមរបស់មាធិតានៅក្នុងអច្ចបាលនិក្រូធត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាកុសលូបទេសេធិតយាតលហាយចៈដូច្នេះជាដើមសេចក្តីពិស្ដារថាក្នុងកាលដែលព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ប្រសូតនោះតាំងពីដើមរហូតដល់ចប់បរិបូរណ៍យ៉ាងនេះថានាងតណ្ហាអរតីនិងនាងរាគាសុទ្ធតែស្រស់ពុព្រាយនាំគ្នាមកព្រះសាស្តាទ្រង់កំចាត់នាងទាំងនោះទៅដោយខ្យល់បក់បំពើងសម្លៃឲ្យធ្លាក់របាយទៅដូច្នោះពួកភិក្ខុប្រជុំគ្នាក្នុងធម្មសភាយករឿងមកសន្ទនាថាអ្នកមានអាយុទាំងឡាយព្រះសម្មាសម្ពុទ្ធទ្រង់មិនបានបើកប្រណិតទតពួកមាធិតាដែលខ្លែងរូបទឹកច្រើនរយប្រភេទហើយជួលទៅរកដើម្បីប្រមលួងលោមដែលឈ្មោះថាកម្លាំងរបស់ព្រះពុទ្ធគួរអស្ចារ្យណូព្រះបរមសាស្តាស្ដេចយាងមកទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញនេះអ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វីណូកាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយការមិនសម្លឹងមើលពួកមេធិតារបស់តថាគតដែលធ្វើឲ្យអាសវៈអស់ទៅហើយបានសម្រេចភាពជាព្រះសព្វញុតញ្ញាណនៅពេលនេះមិនគួរឲ្យអស្ចារ្យឡើយពិតណាស់ក្នុងកាលមុនតថាគតកំពុងស្វែងរកពោធិញ្ញាណមិនបានទម្លាយឥន្ទ្រីទាំងឡាយសម្លឹងមើលរូបសូម្បីជាទឹកដែលពួកយក្ខណីនិមិត្តដោយអំណាចកិលេសទាំងដែលតថាគតនៅមានកិលេសធ្វើដំណើរទៅរហូតបានសម្រេចភាពជាមហារាជបានហើយទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដោយតទៅនេះថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វសោយព្រះជាតិជាពរាជបុត្រពៅនៃពរាជបុត្រ100អង្គរឿងរ៉ាវទាំងអស់បណ្ឌិតក៏បីឲ្យពិស្ដារដោយន័យដោយពោលឲ្យក្នុងតកសិលាជាដកនោះឯងប្លែកតែថាក្នុងកាលនោះកាលអ្នកក្រុងតកសិលាចូលទៅអញ្ជើញព្រះបរមពោធិសត្វនៅក្នុងសាលាខាងក្រៅនគរប្រគល់រាជសម្បត្តិធ្វើការអភិសេកអ្នកនគរតកសិលានាំគ្នាតាក់តែងនគរដោយទេវនគរតាក់តែងព្រះរាជនិវាសដោយវិមានរបស់ព្រះឥន្ទកាលព្រះបរមពោធិសត្វយាងចូលនគរហើយស្ដេចឡើងកាន់បល្ល័ង្ករដ្ឋខាងក្រោមស្វត្តិឆ័ត្រក្នុងលានព្រះរាជវាំងក្នុងប្រាសាទដែលជាពរាជដ្ឋានទ្រង់គង់ដោយលីលាដោយសកទេវរាជពួកអាមាត្យព្រាហ្មណ៍កហបតីនិងខត្តយកុមារម្នាក់តាក់តែងខ្លួនទ្រង់គ្រឿងព្រមហែហោមណែនណាន់តាន់តាប់ស្រីរបាំប្រមាណ 16,000 នាក់សុទ្ធតែមានរាងស្ដើងតូចប្រៀបដូចទេពអប្សរម្នាក់ស្ទាត់ជំនាញក្នុងការរាំការច្រៀងនិងការលេងភ្លេងព្រះរាជវាំងក៏កក្រឹកកក្រែងដោយសម្លេងច្រៀងនិងសម្លេងដូរតន្ត្រីដែលប្រគំឡើងប្រៀបដូចភ្លៀងបង្អុរចុះមកព្រះបរមពោធិសត្វទ្រង់តូតសេរីដល់ស្រស់តកាលដែលសម្រេចដល់ព្រះអង្គនោះទ្រង់ព្រះតម្រេះថាប្រសិនបើអញបានខ្វល់ខ្វាយសម្លឹងមើលរូបទឹកដែលពួកយក្ខិនីនិមិត្តនោះគង់នឹងអស់ជីវិតមិនខាន
ហើយអញក៏មិនបានសម្លឹងមើលសេរីដ៏ស្រស់ត្រកាលនេះប៉ុន្តែប្រុសអញតាំងនៅក្នុងឱវាទរបស់ព្រះបច្ចេកពុទ្ធទាំងឡាយសេរីដ៏ត្រកាលនេះទើបសម្រេចដល់អាត្មាអញលុះទ្រង់ព្រះតម្រេះដូច្នេះហើយកាលទ្រង់បន្លឺព្រះឧទានបានត្រាស់គាថានេះថាយើងមិនបានលុះក្នុងអំណាចនៃពួកយក្ខិនីឡើយព្រោះមានសេចក្តីព្យាយាមដ៏មាំក្នុងឧបាយគ្រឿងណែនាំរបស់ព្រះបច្ចេកពុទ្ធជាអ្នកឆ្លៀសផងព្រោះភាពជាអ្នកគ្របសង្កត់សេចក្តីខ្លាចនិងសេចក្តីតក់ស្លុតផងសុវត្ថិភាពចាកភ័យដ៏ធំនោះមានដល់ខ្ញុំព្រះបរមពោធិសត្វទ្រង់សម្ដែងធម៌ដោយគាថានេះដោយប្រការដូច្នេះទ្រង់គ្រប់គ្រងរាជសម្បត្តិដោយធម៌ទ្រង់បំពេញបុណ្យមានឲ្យទានជាដើមក្រោយអំពីសោយទីវង្គតក៏ទៅតាមយថាកម្មព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយទ្រង់ប្រជុំជាដកថាតថាគតកាលនោះជាពរិកុមារដែលគ្រប់គ្រងរាជសម្បត្តិនៅក្នុងនគរតកសិលាចប់អត្ថកថាបញ្ចភិរុកៈជាដកទី2តែប៉ុណ្ណេះសូមអនុមោទនាអត្ថកថាខតាសនៈជាដកទី3ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រពភិក្ខុមួយរូបត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាខេមង្យហឹងដូច្នេះជាដើមសេចក្តីពឹស្ដាថាភិក្ខុនោះរៀនកម្មដ្ឋានអំពីសំណាក់ព្រះបរមសាស្តាហើយទៅកាន់ស្រុកជាដែនមួយនៅក្នុងភូមិមួយចាំវសាក្នុងសេនាសនៈព្រៃក្នុងខែដំបូងនោះកាលលោកចូលទៅបិណ្ឌបាតបណ្ណសាលាត្រូវភ្លើងឆេះលោកត្រូវលំបាកដោយមិនមានទីលំនៅទើបប្រាប់ពួកឧបថាមនុស្សទាំងនោះពោលថាមិនជាអ្វីទេលោកម្ចាស់ពួកខ្ញុំនឹងសាងបណ្ណសាលាប្រគិនរងចាំឲ្យពួកខ្ញុំព្យួរព្រោះហើយសិនរហូតពេលវេលា3ខែកន្លងទៅលោកមិនអាចបំពេញកម្មដ្ឋានដល់ទីបំផុតបានព្រោះមិនមានសេនាសនៈជាទីសប្បាយសំបីត្រឹមតែនិមិត្តក៏ឲ្យកើតឡើងមិនបានលុះចេញវសាលោកក៏ទៅកាន់វត្តចេតពុនថ្វាយបង្គំព្រះបរមសាស្តាហើយគង់នៅក្នុងទីដ៏សមគួរព្រះបរមសាស្តាទ្រង់ធ្វើបដិសន្ធារៈនឹងលោកហើយទ្រង់ត្រាស់សួរថាមនាលភិក្ខុកម្មដ្ឋានរបស់អ្នកជាទីសប្បាយឬទេលោកក៏ក្រាបទូលការមិនសប្បាយតាំងអំពីដើមដល់ចុងព្រះបរមសាស្តាទ្រង់ត្រាស់ថាមនាលភិក្ខុក្នុងកាលមុនសូម្បីសត្វដេរិឆានទាំងឡាយក៏គង់ដឹងសប្បាយឬអសប្បាយរបស់ខ្លួននាំគ្នារស់នៅក្នុងវេលាសប្បាយក្នុងវេលាមិនសប្បាយក៏នាំគ្នាបោះបង់ចោលទីនោះទៅកាន់ទីដទៃហេតុអ្វីទើបអ្នកមិនដឹងសប្បាយឬសប្បាយរបស់ខ្លួនកាលភិក្ខុនោះក្រាបទូលអរិត្តនីទើបទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដោយតទៅនេះថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វកើតជាបក្សីធំឡើងដល់នៅភាពដ៏ល្អលើសបានជាស្ដេចបក្សីនៅនឹងដើមឈើមួយដើមធំសម្បូរដោយមែកសាខានិងប្រគៀបមានស្លឹកក្រាស់នៅជិតស្រះដែលកើតឯងមួយអន្លើដោយបរិវារបក្សីជាច្រើនកាលនៅលើមែកដែលបែកទៅលើទឹកក៏ជុះអាចដាក់ទឹកក្នុងជាតិស្រះនោះមាននាគរាជដ៏កាចសាហាវរស់នៅនាគរាជនោះគិតថាបក្សីទាំងនេះជុះអាចដាក់ជាតិទៅស្រះដែលកើតឯងដែលជាលំនៅរបស់អញត្រូវធ្វើឲ្យភ្លើងឆេះឡើងអំពីទឹកដុតដើមឈើឲ្យពួកវាជះចេញទៅស្ដេចនាគនោះមានចិត្តក្រោធកណ្ដាលអាត្រិតដែលពួកបក្សីមកជួបជុំគ្នាដេកនៅលើមែកឈើទាំងឡាយក៏ផ្ដើមធ្វើទឹកឲ្យក្តៅខ្លាំងដោយលើកយកស្រះឡើងដាក់លើចង្ក្រានដូច្នោះនេះលើកដំបូងលើកទី2ក៏ធ្វើផ្សែងឲ្យហុយឡើងលើកទី3ធ្វើឲ្យមានអណ្ដាតភ្លើងឆេះឡើងកម្ពស់មួយដើមត្នោតព្រះពោធិសត្វឃើញអណ្ដាតភ្លើងឆេះអំពីទឹកក៏ពោលថាណែបក្សីទាំងឡាយធម្មតាភ្លើងឆេះឡើងគេនាំគ្នាយកទឹកពន្លត់ប៉ុន្តែពេលនេះទឹកនោះឯងត្រឡប់ឆេះជាភ្លើងឡើងពួកយើងមិនអាចនៅទីនេះបានទេត្រូវនាំគ្នាទៅកាន់ទីដទៃហើយពោលគាថានេះថាសេចក្តីខ្សៀងខ្សានមាននៅលើខ្នងទឹកណាលើខ្នងទឹកនោះមានសត្រូវកើតហើយព្រោះភ្លើងឆេះត្រង់ពាក់កណ្ដាលនៃទឹកទីអាស្រ័យនៅនៃពួកយើងលើដើមឈើដែលដុះលើផែនដីធំក្នុងថ្ងៃនេះគ្មានទេអ្នកទាំងឡាយចូលទៅកាន់ទិសឯទៀតទៅថ្ងៃនេះភ័យកើតឡើងដល់យើងទាំងឡាយអំពីឈើជាទីពឹងហើយ
ព្រះបរមសាស្តាទ្រង់នាំប្រធមទេសនានេះមកហើយទ្រង់ប្រកាសសច្ចៈលុះចប់សច្ចៈភិក្ខុនោះបានសម្រេចជាព្រះអរហន្តហើយប្រជុំជាដកថាវងបក្សីដែលធ្វើតាមពាក្យរបស់ស្ដេចបក្សីក្នុងកាលនោះបានមកជាពុទ្ធបរិស័ទចំណែកស្ដេចបក្សីគឺតថាគតនេះឯងចប់អត្ថកថាខតាសនៈជាដកទី3តែប៉ុណ្ណេះសូមអនុមោទនាអត្ថកថាឈានៈសោធនៈជាដកទី4ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រពការដែលព្រះធម្មសេនាបតីព្យាករបញ្ហាដែលទ្រង់ត្រាស់សួរដោយសង្ខេបបានយ៉ាងពិស្ដារនៅនឹងខ្លងទ្វារសង្កាសនគរត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាយេសញ្ញីនោដូច្នេះជាដើមតទៅនេះជារឿងអតីតក្នុងការព្យាករបញ្ហានោះបានឮថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វកំពុងធ្វើមរណកាលនៅឯជាយព្រៃត្រូវពួកអន្តេវាសិកសួរក៏ពោលថានេវសញ្ញានាសញ្ញីមានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែនឡាក់ដោយរឿងបរោសហសៈជាដកពួកតាបោះមិនព្រមជឿពាក្យរបស់អន្តេវាសិកដែលជាប្រធានព្រះបរមពោធិសត្វក៏មកអំពីព្រហ្មលោកជន់អភាសរៈឈរនៅក្នុងអាកាសពូលគាថានេះថាពួកសត្វណាមានសញ្ញាពួកសត្វនោះក៏ទុរគតមិនមានសមាបត្តិពួកសត្វណាមិនមានសញ្ញាពួកសត្វនោះក៏ទុរគតអ្នកចូលវានៅសត្វទាំងពីរពួកនោះចេញសុខដែលកើតអំពីសមាបត្តិនោះឈ្មោះថាមិនមានទីទួលគឺកិលេសឡើយព្រះបរមពោធិសត្វសម្ដែងធម៌សរសើរគុណរបស់អន្តេវាសិកដោយប្រការដូច្នេះហើយក៏បានត្រឡប់ទៅកាន់ព្រហ្មលោកវិញគ្រានោះតបោះដល់សេះនាំគ្នាជឿអន្តេវាសិកដែលជាប្រធានព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយត្រាស់ប្រជុំជាដកថាអន្តេវាសិកដែលជាប្រធានក្នុងកាលនោះបានមកជាសារីបុត្រចំណែកមហាព្រហ្មគឺតថាគតនេះឯងចប់អត្ថកថាឈានៈសោធនៈជាដកទី4តែប៉ុណ្ណេះសូមអនុមោទនាអត្ថកថាចន្ទាភៈជាដកទី5ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រពការព្យាករបញ្ហារបស់ព្រះថេរៈដែលនៅក្បែរខ្លងទ្វារនគរសង្កាសនោះត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាចន្ទាភៈដូច្នេះជាដើមក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វកំពុងធ្វើមរណកាលនៅក្នុងជីព្រៃត្រូវពួកអន្តេវិសិកសាកសួរក៏ពោលថាចន្ទាភាំងសុរិយាភាំងបុគ្គលណាបានកសិនមានពន្លឺដោយព្រះច័ន្ទមានពន្លឺដោយព្រះអាទិត្យដូច្នេះហើយក៏ធ្វើមរណកាលទៅកើតនៅក្នុងព្រហ្មលោកជន់អភាសរៈពួកតាបោះមិនជឿអន្តេវិសិកដែលជាប្រធានព្រះបរមពោធិសត្វមកស្ថិតនៅលើអាកាសពូលគាថានេះថាបុគ្គលណាក្នុងលោកនេះបាននៅកសិនមានពន្លឺដោយព្រះច័ន្ទអោទាតកសិនមានពន្លឺដោយព្រះអាទិត្យបៃតកសិនដោយបញ្ញាបុគ្គលនោះរមែងទៅកើតនៅក្នុងអភាសរៈព្រហ្មលោកដោយមានឈានមិនមានវិតកៈគឺទុតិយឈានព្រះពោធិសត្វឲ្យពួកតបោះដឹងច្បាស់ដោយប្រការដូច្នេះហើយពោលសរសើរគុណអន្តេវាសិកដែលជាប្រធានហើយក៏ត្រឡប់ទៅកាន់ព្រហ្មលោកភ្លាមព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយទ្រង់ប្រជុំជាដកថាអន្តេវាសិកដែលជាធំក្នុងកាលនោះបានមកជាសារីបុត្រចំណែកមហាព្រហ្មគឺតថាគតនេះឯងចប់អត្ថកថាចន្ទាភៈជាដកទី5តែប៉ុណ្ណេះសូមអនុមោទនាអត្ថកថាសុវណ្ណហង្សៈជាដកទី6ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្ររពភិក្ខុនីឈ្មោះធូលនន្ទាត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាយ៉ាងលថាំងតេនៈតតថពាំងដូច្នេះជាដើមសេចក្តីពិស្ដារថាឧបាសកម្នាក់នៅក្នុងនគរសាវត្ថីបវរណាខ្ទឹមចំពោះភិក្ខុនៃសង្ឃហើយផ្ដាំអ្នកចំការថាប្រសិនបើអ្នកនាងម្ចាស់ទាំងឡាយមកយកខ្ទឹមចូលប្រគេនមួយអង្គពីរ3កញ្ចប់ចុះចាប់ពីពេលនោះមកភិក្ខុនៃទាំងឡាយត្រូវការខ្ទឹមក៏នាំគ្នាទៅកាន់ផ្ទះឧបាសកនោះខ្លះ
ទៅកាន់ចំការខ្លះលុះដល់ថ្ងៃមហោស្រពមួយទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ភិក្ខុនៃឈ្មោះធូលនន្ទាមួយអន្លើដោយបរិវារទៅកាន់ផ្ទះឧបាសកនោះហើយពោលថាណែអ្នកមានអាយុអាត្មាត្រូវការខ្ទឹមអ្នកបម្រើពោលថាបបិទ្ធអ្នកនាងម្ចាស់ខ្ទឹមនៅក្នុងផ្ទះមិនមានទេអស់ហើយនិមន្តទៅចំការចុះទើបនាំគ្នាទៅចំការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណអ្នកចំការពោលទូថាព្រោះហេតុអ្វីទើបភិក្ខុនៃទាំងឡាយនាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះពួកភិក្ខុនៃដែលមានសេចក្តីប្រាថ្នាតិចបានស្ដាប់ពាក្យរបស់អ្នកចំការហើយពោលទោសភិក្ខុនៃទាំងនោះពួកភិក្ខុលុះបានឮអំពីភិក្ខុនៃទាំងនោះក៏នាំគ្នាពោលទោសហើយក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះដ៏មានព្រះភិក្ខទ្រង់តេះដៀលភិក្ខុនៃឈ្មោះធូលនន្ទាហើយទ្រង់សម្ដែងធម៌ដ៏សមគួរដល់រឿងនោះដល់ភិក្ខុនៃទាំងឡាយដោយន័យមានជាអាចថាមនាលភិក្ខុទាំងឡាយធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើនមិនជាទីស្រឡាញ់មិនជាទីត្រេកអរមិនជាទីចម្រើនចិត្តសូម្បីដល់មាតាបិតាបង្កើតមិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាបានមិនអាចញ៉ាំងដែលអ្នកជ្រះថ្លាហើយឲ្យរឹតតែជ្រះថ្លាបានឡើងទេមិនអាចញ៉ាំងលៀបដែលមិនទាន់កើតឲ្យកើតឬលៀបដែលកើតហើយក៏មិនអាចធ្វើឲ្យថិតថេរគង់វង្សបានចំណែកអ្នកដែលប្រាថ្នាតិចរមែងញ៉ាំងលៀបដែលមិនទាន់កើតឲ្យកើតលៀបដែលកើតឡើងហើយក៏ធ្វើឲ្យថិតថេរគង់វង្សបានហើយទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែពេលនេះប៉ុណ្ណោះទេដែលភិក្ខុនៃឈ្មោះធូលនន្ទាមានសេចក្តីប្រាថ្នាច្រើននោះសូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីប្រាថ្នាច្រើនដែរហើយទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដោយតទៅនេះថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វបដិសន្ធិក្នុងត្រកូលព្រាហ្មណ៍កាលចម្រើនវ័យហើយមាតាបិតារៀបចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នាមានធីតា3នាក់ឈ្មោះនន្ទាឈ្មោះនន្វតីឈ្មោះសុនន្ទាកាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយព្រះពោធិសត្វក៏ធ្វើកាលកិរិយាទៅកើតជាសត្វហង្សមាសហើយមានញាណរលឹកជាតិបានទៀតផងហង្សមាសនោះធំឡើងហើយឃើញអត្តភាពដែលពេញបរិបូរដោយរួមដែលជាមាសក៏គិតថាអញជុតិមកអំពីទីណាណោទើបមកកើតនៅក្នុងទីនេះក៏ដឹងថាមកអំពីមនុស្សលោកពិចារណាតទៅទៀតថាព្រាហ្មណីនិងពួកធីតារបស់អញនៅមានជីវិតឬទេក៏បានដឹងថាទីទាល់ក្រត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាកទើបគិតថារួមទាំងឡាយក្នុងសរីរៈរបស់អញជាមាសទាំងអស់អញនឹងឲ្យរួមអំពីសរីរៈនេះដល់នាងទាំងនោះម្ដងមួយដោយហេតុនោះភរិយានិងធីតាទាំង3របស់អញនឹងរស់នៅដោយមិនលំបាកគឺរស់នៅដោយសុខសប្បាយស្ដេចហង្សមាសក៏ហើរទៅកាន់ទីនោះទុំលើត្បាល់ជន់ព្រាហ្មណីនិងធីតាឃើញព្រះមហាក្សត្រហើយក៏សួរថាបបិទ្ធអ្នកដ៏ចម្រើនតើអ្នកមកអំពីទីណាហង្សមាសពោធិសត្វឆ្លើយថាយើងជាបិតារបស់អ្នកទាំងឡាយស្លាប់ទៅកើតជាហង្សមាសមកដើម្បីជួបអ្នកទាំងឡាយតាំងពីពេលនេះទៅអ្នកទាំងឡាយមិនចាំបាច់ទៅស៊ីឈ្នួលអ្នកដទៃដើម្បីចិញ្ចឹមជីវិតដោយលំបាកទៀតទេយើងនឹងឲ្យរួមដល់អ្នកទាំងឡាយម្ដងមួយជួយយកទៅលក់ចិញ្ចឹមជីវិតតាមសបាយចុះជំរុះរួមទុកឲ្យមួយហើយទើបហើរទៅហង្សមាសនោះមកជាចន្លោះរលាស់ជំរុះរួមឲ្យម្ដងមួយដោយទំនងនេះព្រាហ្មណីនិងកូនបានទូធាឡើងចិញ្ចឹមជីវិតដោយសុខស្រួលមានសេចក្តីសុខសប្បាយគ្រប់គ្នាថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនថាណែនាងទាំងឡាយធម្មតាសត្វដេរឆានស្គាល់ចិត្តបានដោយលំបាកពេលខ្លះបិតារបស់កូនមិនមកទីនេះពួកយើងនឹងធ្វើដូចម្ដេចឥឡូវនេះពេលដែលបិតារបស់កូនឯងមកពួកយើងនាំគ្នាចាប់ដករួមឲ្យអស់ចុះពួកកូនស្រីនាំគ្នានិយាយថាធ្វើយ៉ាងនោះបិតារបស់ពួកខ្ញុំនឹងលំបាកម្នាក់ក៏មិនព្រមប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំថ្ងៃមួយពេលដែលស្ដេចហង្សមកក៏និយាយថាបបិទ្ធអ្នកជាម្ចាស់មកនេះសិនលុះស្ដេចហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរដករួមអស់
ប៉ុន្តែប្រុសចាប់ដកយកដោយកម្លាំងល្មមព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្តរួមទាំងនោះទើបដូចជារួមកុកទាំងអស់ព្រះពោធិសត្វមិនអាចនឹងត្រដាងស្លាប់ហើរទៅបានព្រាហ្មណីក៏ចាប់ហង្សមាសយកទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំរួមហង្សនោះដោះឡើងគ្រប់គ្រាន់ហើយក៏លូតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាមហើយក៏មិនបានមកទៀតឡើយព្រះបរមសាស្តាទ្រង់នាំយករឿងក្នុងអតីតនេះមកសម្ដែងហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែពេលនេះប៉ុណ្ណោះទេដែលធុលនន្ទាមានសេចក្តីប្រាថ្នាច្រើនសូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរហើយព្រោះតែមានការប្រាថ្នាច្រើនទើបត្រូវវិនិច្ឆ័យចាកមាសពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នាច្រើននោះឯងនឹងត្រូវសាបសូន្យសូម្បីតែខ្ទឹមព្រោះហេតុនោះតាំងពីពេលនេះទៅនឹងមិនបានសូម្បីតែឆាន់ខ្ទឹមសូម្បីភិក្ខុនីដ៏សេះទាំងឡាយព្រោះអាស្រ័យធុលនន្ទានោះក៏នឹងបានឆាន់ខ្ទឹមដោយធុលនន្ទាដែរហេតុនោះសូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ប្រមាណប៉ុន្តែបើបានតិចក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះមិនគួរប្រាថ្នាឲ្យក្រៃលែងឡើងឡើយហើយទ្រង់ត្រាស់ប្រកាសថានេះថាទ្រព្យណាដែលបុគ្គលបានមកហើយបុគ្គលគប្បីត្រេកអរដោយទ្រព្យនោះព្រោះថាសេចក្តីល្មោបហួសជារបស់លាមកដូចនាងព្រាហ្មណីក៏សាបសូន្យចាកមាសព្រោះចាប់ស្ដេចហង្សព្រះបរមសាស្តាលុះត្រាស់ប្រធមទេសនានេះហើយទ្រង់តេះដៀលដោយអនេកបរិយាយហើយទ្រង់បញ្ញត្តិសិក្ខាបទថាភិក្ខុនីណាឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តយៈដូច្នេះហើយទ្រង់ប្រជុំជាដកថាព្រាហ្មណីក្នុងកាលនោះបានមកជាធុលនន្ទាភិក្ខុនីក្នុងកាលឥឡូវនេះធីតាទាំង3បានមកជាបងប្អូនស្រីរបស់ភិក្ខុនីធុលនន្ទាចំណែកស្ដេចហង្សគឺតថាគតនេះឯងចប់អដ្ឋកថាសវណ្ណៈហង្សជាដកទី6តែប៉ុណ្ណេះសូមអនុមោទនាអដ្ឋកថាពពុជាដកទី7ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រពសិក្ខាបទដែលទ្រង់បញ្ញត្តិដោយមានឧបាសិកាជាមាតារបស់នាងកាណាជាហេតុត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាយត្តថេកោលភតេពពុដូច្នេះជាដើមសេចក្តីពិស្ដារថាឧបាសិកាក្នុងនគរសាវត្ថីមាននាមតាមធីតាថាកាណមាតាបានជាអរិយសាវិកាជាសោតាបណ្ណនាងបានលើកកូនក្រមុំឈ្មោះកាណាឲ្យដល់បរោះអ្នកមានជាតិត្រកូលស្មើគ្នាក្នុងភូមិមួយនាងកាណាត្រឡប់មកផ្ទះមាតាដោយកិច្ចឯណានិមួយតមកស្វាមីរបស់នាងបញ្ជូនទូតទៅថានាងកាណាចូលត្រឡប់មកយើងត្រូវការឲ្យនាងកាណាត្រឡប់នាងកាណាស្ដាប់ពាក្យរបស់ទូតហើយលាមាតាថាម៉ែកូនត្រូវទៅហើយមាតាពោលថាឯងនៅយូរប៉ុណ្ណេះនឹងទៅដៃទៅទេម្ដេចបានហើយក៏ជៀននំខណៈនោះឯងភិក្ខុមួយអង្គដែលប្រព្រឹត្តបិណ្ឌបាតជាវត្តបានទៅដល់លំនៅរបស់នាងឧបាសិកានិមន្តលោកឲ្យគង់ហើយប្រគេននំពេញបាតភិក្ខុនោះចេញទៅហើយក៏ប្រាប់ដល់ភិក្ខុដទៃឧបាសិកាក៏ប្រគេនដល់ភិក្ខុនោះដោយទំនងដូចគ្នានេះឯងសូម្បីភិក្ខុនោះក៏ត្រឡប់ចេញទៅហើយប្រាប់បន្តដល់ភិក្ខុដទៃឧបាសិកាក៏ប្រគេនដល់ភិក្ខុនោះដែរត្រូវប្រគេនដល់ភិក្ខុតគ្នាយ៉ាងនេះដល់4អង្គនំតាមដែលត្រៀមទុកក៏អស់ទៅនាងកាណាក៏នៅមិនទាន់អាចទៅបានគ្រានោះស្វាមីរបស់នាងកាណាក៏បញ្ជូនទូតទៅដដែលទៀតជាលើកទី2លុះលើកទី3ក៏បញ្ជូនទូតទៅព្រមនឹងពាក្យលែងលះគ្នាបើនាងកាណានៅតែមិនព្រមមកយើងនឹងនាំស្ត្រីដទៃមកជាភរិយាសូម្បីរហូតដល់ទៅទាំង3លើកនាងកាណាក៏មិនទាន់អាចទៅបានដោយការខកខាននោះឯងស្វាមីរបស់នាងក៏នាំស្ត្រីដទៃមកជាភរិយានាងកាណាបានស្ដាប់ដំណឹងនោះហើយក៏ស្រែកយំព្រះបរមសាស្តាទ្រង់ជ្រាបរឿងនោះហើយទ្រង់ស្លៀកស្បង់ហើយប្រដាប់ដោយបាតនឹងជីវរអំពីព្រឹកយាងទៅកាន់លំនៅរបស់ឧបាសិកាជាមាតារបស់នាងកាណាលុះទ្រង់យាងទៅដល់ហើយក៏គង់លើអាសនៈដែលគេបានចាត់ចែងថ្វាយទើបឧបាសិកាជាមាតារបស់នាងកាណាចូលទៅគាល់ព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់ក៏ថ្វាយបង្គំព្រះដ៏មានព្រះភិក្ខ
ហើយអង្គុយក្នុងទីដ៏សមគួរព្រះដ៏មានព្រះភិក្ខទ្រង់មានព្រះពុទ្ធដីកានេះនិងឧបាសិកាជាមាតារបស់នាងកាណាដែលបានអង្គុយក្នុងទីដ៏សមគួរថានាងកាណានេះហេតុអ្វីបានជាយំកាលទ្រង់ស្ដាប់ថាដោយហេតុយ៉ាងនេះទើបទ្រង់បញ្យល់កាណមាតាសម្ដែងធម្មីកថាហើយក្រោកចាកអាសនៈយាងត្រឡប់ទៅកាន់ព្រះវិហារគ្រានោះសភាពដែលភិក្ខុទាំង4រូបនោះទទួលយកនំដែលត្រៀមទុករហូតជាហេតុធ្វើឲ្យខកខានដល់ការទៅរបស់នាងកាណាក៏ល្បីក្នុងពួកភិក្ខុថ្ងៃមួយពួកភិក្ខុទាំងឡាយលើកយករឿងនោះឡើងសន្ទនាគ្នាក្នុងធម្មសភាថាអ្នកមានអាយុទាំងឡាយភិក្ខុ4រូបនោះឆាន់នំដែលមាតានាងកាណាបានប្រគេន3ដងធ្វើឲ្យនាងកាណាទៅផ្ទះស្វាមីមិនបានរហូតត្រូវស្វាមីបោះបង់ចោលនាំឲ្យកើតសេចក្តីទូមនោះដល់មហាឧបាសិកាព្រះបរមសាស្តាស្ដេចយាងមកទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញនេះអ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វីណូកាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែក្នុងការឥឡូវនេះប៉ុណ្ណោះទេដែលភិក្ខុទាំង4រូបនោះឆាន់នំរបស់នាងកាណមាតាហើយធ្វើឲ្យកើតទូមនោះដល់នាងសូម្បីក្នុងកាលមុនក៏ធ្លាប់ធ្វើឲ្យកើតទូមនោះមកហើយដែរហើយទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វបដិសន្ធិក្នុងត្រកូលជាងឆ្លាក់ថ្មចម្រើនវ័យសិក្សាសិល្បៈចប់ហើយនៅក្នុងនិគមមួយនាដែនកាសីមានសទ្ធិមានទ្រព្យសម្បត្តិស្រុកស្ដំម្នាក់កប់ទ្រព្យទុក40កោភរិយាគាត់ស្លាប់ទៅព្រោះការហួងហែងទ្រព្យទើបកើតជាសត្វកណ្ដុរនៅលើកំណប់ទ្រព្យនោះត្រកូលនោះដល់នៅការវិនិច្ឆ័យទៅដោយលំដាប់ដោយប្រការយ៉ាងនេះអ្នកបន្តវងត្រកូលក៏ត្រូវដាច់សូម្បីផ្ទះនោះក៏ត្រូវបោះបង់ចោលគ្រានោះព្រះបរមពោធិសត្វក៏យកថ្មក្នុងផ្ទះចាស់នោះមកឆ្លាក់ចំណែកមេកណ្ដុរនោះទៅរកស៊ីឃើញព្រះបរមពោធិសត្វញយក៏កើតចិត្តស្រឡាញ់គិតថាទ្រព្យរបស់អញមានច្រើនក៏នឹងវិនិច្ឆ័យទៅដោយឥតហេតុអញនឹងរួមជាមួយបរិសនេះប្រើប្រាស់ទ្រព្យនេះថ្ងៃមួយមេកណ្ដុរនោះក៏ពំទ្រព្យមួយកហបណៈទៅកាន់សំណាក់ព្រះបរមពោធិសត្វព្រះបរមពោធិសត្វឃើញមេកណ្ដុរនោះហើយក៏ប្រស័យជាមួយដោយវាចាជាទីស្រឡាញ់សួរថាណែកណ្ដុរអ្នកពំកហបណៈមកធ្វើអ្វីមេកណ្ដុរឆ្លើយថាបបពិតលោកដល់ចម្រើនសូមលោកទទួលយកកហបណៈនេះទៅប្រើប្រាស់សម្រាប់ខ្លួនខ្លះនាំសាច់មកឲ្យខ្ញុំខ្លះចុះព្រះពោធិសត្វទទួលពាក្យហើយយកកហបណៈទៅកាន់នគរទិញសាច់មួយមាសកៈហើយយកមកឲ្យមេកណ្ដុរនោះមេកណ្ដុរនោះទទួលសាច់យកទៅកាន់លំនៅរបស់ខ្លួនស៊ីសាច់តាមការពេញចិត្តចាប់ពីពេលនោះមកកណ្ដុរនោះក៏ឲ្យកហបណៈដល់ព្រះបរមពោធិសត្វរាល់ថ្ងៃដោយទំនងនេះឯងថ្ងៃមួយឆ្មាចាប់កណ្ដុរនោះបានពេលនោះកណ្ដុរនិយាយនឹងឆ្មាយ៉ាងនេះថាណែសម្លាញ់អ្នកកុំសម្លាប់ខ្ញុំឡើយឆ្មាពោលថារឿងអ្វីយើងនឹងមិនសម្លាប់អ្នកយើងឃ្លានចង់ស៊ីសាច់មិនអាចនឹងទុកជីវិតឲ្យអ្នកបានទេកណ្ដុរសួរថាអ្នកចង់ស៊ីសាច់តែមួយថ្ងៃប៉ុណ្ណេះឬក៏ចង់ស៊ីបានរហូតឆ្មាឆ្លើយថាប្រសិនបើបានដូច្នោះយើងក៏ចង់បានស៊ីរហូតដែរកណ្ដុរពោលថាបើដូច្នោះខ្ញុំនឹងឲ្យសាច់ដល់អ្នកជានិច្ចអ្នកចូលដោះលែងខ្ញុំទៅពេលនោះឆ្មាក៏បញ្ជាក់កណ្ដុរថាបើដូច្នោះអ្នកកុំភ្លេចពាក្យសន្យាហើយក៏ដោះលែងកណ្ដុរទៅតាំងពីពេលនោះមកកណ្ដុរក៏បែងចែកសាច់ដែលព្រះពោធិសត្វនាំមកឲ្យខ្លួនជា2ចំណែកឲ្យឆ្មាមួយចំណែកស៊ីខ្លួនឯងមួយចំណែកថ្ងៃមួយកណ្ដុរត្រូវឆ្មាដតេចាប់បានទៀតកណ្ដុរក៏ត្រូវអង្វរឲ្យឆ្មាយល់ព្រមដូចលើកមុនទៀតហើយឲ្យដោះលែងខ្លួនតាំងពីពេលនោះក៏បែងចែកសាច់ជា3ចំណែកកាលត្រូវឆ្មាចាប់បានទៀតក៏សូមឲ្យឆ្មាដោះលែងខ្លួនដោយវិធីនោះឯងចាប់ពីពេលនោះមកក៏ត្រូវបែងចែកសាច់ជា4ចំណែកក្រោយមកត្រូវឆ្មាដតេចាប់បានទៀតក៏អង្វរឲ្យដោះលែងខ្លួនដោយវិធីនោះទៀតតាំងពីពេលនោះមកក៏ត្រូវបែងចែកសាច់ដល់ទៅ5ចំណែកកណ្ដុរស៊ីចំណែកទី5ព្រោះមានអាហារតិចទើបលំបាកស្គមស្លេកស្លាំងមានសាច់និងឈាមតិចព្រះពោធិសត្វឃើញកណ្ដុរនោះហើយក៏សួរថាណែកណ្ដុរ
ហេតុដូចម្ដេចទើបអ្នកស្គមស្លេកស្លាំងយ៉ាងនេះកាលកណ្ដុរប្រាប់រឿងរ៉ាវព្រះពោធិសត្វពោលថាហេតុអ្វីមិនប្រាប់យើងរហូតបែបនេះយើងនឹងជួយធ្វើកិច្ចក្នុងរឿងនេះធ្វើឲ្យកណ្ដុរធូរស្បើយចិត្តហើយធ្វើរនដោយកែផលិតខ្លាយកមកប្រគល់ឲ្យដោយផ្ដាំថាណែកណ្ដុរអ្នកចូលទៅដេកក្នុងរននេះចុះហើយស្ដីបន្ទោសឆ្មាដែលនាំគ្នាមកដោយវាចាដ៏អាក្រក់កណ្ដុរក៏ចូលដេកក្នុងរនកាលឆ្មាទី1មករកខ្លួនថាអ្នកចូលឲ្យសាច់ដល់យើងកណ្ដុរក៏ស្ដីបន្ទោសឆ្មាថាណែសត្វឆ្មាអាក្រក់អញជាខ្ញុំកាជះរកសាច់ឲ្យឯងឬចូលទៅស៊ីសាច់កូនរបស់ឯងទៅឆ្មាមិនដឹងថាកណ្ដុរដេកក្នុងរនកែផលិតឡើយដោយអំណាចនៃសេចក្តីក្រោធក៏លោតទៅដោយរហ័សដោយសម្ដៅទៅចាប់កណ្ដុរឲ្យបានក៏ជ្រុលបុកកែផលិតបែកបេះដូងភ្លាមភ្នែកទាំងពីរលៀនចេញមកក៏ស្លាប់នៅក្នុងទីនោះឯងឆ្មាទាំង4នោះក៏ត្រូវស្លាប់ទាំងអស់តាំងពីពេលនោះមកកណ្ដុរក៏ផុតអំពីភ័យឲ្យកហបណៈ2ឬ3ដល់ព្រះពោធិសត្វរាល់ថ្ងៃក្រោយមកបានប្រគល់ទ្រព្យទាំងអស់ឲ្យដល់ព្រះបរមពោធិសត្វដោយឧបាយយ៉ាងនេះអ្នកទាំងពីរមិនបានទម្លាយមិត្តភាពរហូតដល់អស់ជីវិតក្រោយអំពីជោតិជនទាំងពីរក៏បានទៅតាមយថាកម្មព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយលុះព្រះអង្គបានត្រាស់ដឹងហើយទ្រង់បានត្រាស់ប្រគាថានេះថាឆ្មាមួយបានកណ្ដុរក្នុងទីណាឆ្មាជាគម្រប់2គម្រប់3គម្រប់4រមែងកើតក្នុងទីនោះឆ្មាទាំងនោះប្រហារនៅរននេះហើយដល់នៅសេចក្តីស្លាប់ព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយទ្រង់ប្រជុំជាដកថាឆ្មាទាំង4ក្នុងកាលនោះបានមកជាភិក្ខុទាំង4រូបក្នុងកាលឥឡូវនេះមេកណ្ដុរបានមកជាមេដានាងកាណាចំណែកជាងឆ្លាក់ថ្មគឺតថាគតនេះឯងចប់អត្ថកថាពពុជាដកទី7តែប៉ុណ្ណេះសូមអនុមោទនាអត្ថកថាគោធៈជាដកទី8ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចិត្តពុនទ្រង់ប្រពភិក្ខុដែលនិយាយកុហកមួយរូបត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាកន្ទេចដាហិទុំមេធៈដូច្នេះជាដើមរឿងបច្ចុប្បន្នដោយរឿងដែលបានពោលឲ្យក្នុងកាលមុននោះឯងក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពីរាណសីព្រះបរមពោធិសត្វបដិសន្ធិក្នុងកំណើតទន្សកាលនោះតបោះមួយរូបបានអភិញ្ញា5មានតបៈដ៏ខ្លាំងក្លាអាស្រ័យបច្ចន្តគ្រាមមួយនៅក្នុងបណ្ណសាលាជីព្រៃពួកនៅស្រុកនាំគ្នាទំនុកបំរុងតបោះដោយសេចក្តីគោរពព្រះមហាបរោះក៏នៅក្នុងដំបូកមួយដែលនៅក្នុងទីបំផុតនៃទីចង្ក្រមរបស់តបោះនោះក្នុងកាលនោះព្រះមហាបរោះបានទៅរកតបោះនោះក្នុងមួយថ្ងៃ2-3ដងរាល់ថ្ងៃស្ដាប់ពាក្យដែលប្រកបដោយហេតុប្រកបដោយផលហើយថ្វាយបង្គំតបោះត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញក្រោយមកតបោះក៏លាពួកនៅស្រុកជិះចេញទៅកាន់ទិសតបោះអ្នកសម្បូរទៅដោយសិលនឹងវត្តជិះចេញទៅហើយមានតបោះកងដតីមកស្នាក់នៅក្នុងអាស្រមនោះមហាសត្វសម្គាល់ថាសំបីតបោះនេះក៏ជាអ្នកមានសិលដែរទើបទៅកាន់សំណាក់តបោះនោះដោយនៃដូចមុននោះឯងថ្ងៃមួយមហាមេឃតាំងឡើងពំជួលកាលញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកក្នុងរដូវប្រាំងហួតហែងមេភ្លៀងជាច្រើននាំគ្នាចេញអំពីដំបូកទាំងឡាយពួកទន្សងក៏ចេញមកស៊ីមេភ្លៀងទាំងនោះពួកអ្នកស្រុកក៏ចេញមកចាប់ទន្សងដែលចេញមកស៊ីមេភ្លៀងបានយ៉ាងច្រើនហើយចាត់ចែងធ្វើជាសម្លម្ជូរផ្សំដោយគ្រឿងផ្សំដែលមានរសជាតិឆ្ងាញ់ប្រគេនតបោះឆាន់សម្លម្ជូរគ្រឿងសាច់ទន្សងជាប់ចិត្តក្នុងរសក៏សួរថាសាច់នេះឆ្ងាញ់ខ្លាំងណាស់សាច់នេះជាសាច់សត្វប្រភេទណាលុះបានឮគេប្រាប់ថាសាច់ទន្សងក៏គិតថាទន្សងមួយធំមកកាន់សំណាក់អញរាល់ថ្ងៃអញនឹងសម្លាប់វាយកសាច់ស៊ីលុះគិតដូច្នេះហើយក៏ឲ្យនៅស្រុកយកភេជ្ជៈសម្រាប់ដាំស្លនិងវត្ថុទាំងឡាយមានទឹកដោះថ្លានិងអំបិលជាដើមមកទុកកន្លែងមួយកាន់កំណាត់ឈើលាក់ក្នុងសម្ពុតដណ្ដប់រងចាំការមករបស់ទន្សងពោធិសត្វនៅក្បែរមាត់ទ្វារបណ្ណសាលាអង្គុយធ្វើអកប្បកិរិយាដូចជាមនុស្សស្ងប់ស្ងៀមក្នុងវេលារសៀលព្រះពោធិសត្វគិតថាអញនឹងទៅរកតបោះហើយចេញទៅខណៈដែលកំពុងចូលទៅចិត្តនោះឯងបានឃើញចំណុចខុសប្លែកនៃឥន្ទ្រីរបស់តបោះក៏គិតថាតបោះនេះ
មិនបានអង្គុយដោយអាកប្បកិរិយាដែលធ្លាប់អង្គុយក្នុងថ្ងៃដតីឡើយសូម្បីសម្លឹងមើលអញក្នុងថ្ងៃនេះក៏សម្លឹងមើលដោយកន្ទុយភ្នែកដែលគួរឲ្យសង្ស័យដូច្នេះអញត្រូវរងចាំមើលឲ្យបានជាក់ច្បាស់លុះគិតដូច្នេះហើយទន្សងពោធិសត្វក៏ទៅឈរនៅខាងក្រោមខ្យល់នៃតាបោះបានធុំក្លិនសាច់ទន្សងទើបគិតថាថ្ងៃនេះតាបោះអាក្រក់នេះប្រកាសជាឆាន់សាច់ទន្សងជាប់ចិត្តក្នុងរស់ហើយពេលនេះរងចាំវីអញដែលចូលទៅរកដោយកំណាត់ឈើហើយយកសាច់ទៅស្លមកជូរស៊ីដោយពិតឥតសង្ស័យព្រះពោធិសត្វមិនព្រមចូលទៅចិត្តតាបោះថយត្រឡប់ក្រោយរត់ទៅតាបោះឃើញទន្សងពោធិសត្វមិនព្រមចូលមកក៏គិតថាទន្សងនេះប្រកាសជាដឹងថាអញប្រាថ្នាសម្លាប់វាដោយហេតុនោះទើបមិនចូលមកសូម្បីវាមិនចូលមកក៏មិនរួចផុតអំពីកណ្ដាប់ដៃអញដែរតាបោះអាក្រក់នោះក៏យកកំណាត់ឈើចេញក្រវែងព្រះពោធិសត្វកំណាត់ឈើនោះប៉ះតែចុងកន្ទុយរបស់ទន្សងពោធិសត្វប៉ុណ្ណោះព្រះពោធិសត្វចូលដំបូកយ៉ាងលឿនអើតក្បាលតាមព្រំដតីរួចពោលថាណែចដិលបោកប្រាស់កាលយើងចូលទៅរកអ្នកក៏ចូលទៅដោយសម្គាល់ថាជាបុគ្គលមានសិលប៉ុន្តែពេលនេះអំពើអាក្រក់អំពើបោកប្រាស់របស់អ្នកយើងបានដឹងអស់ហើយមហាចោរដូចអ្នកបួសធ្វើអ្វីកាលនឹងតេះដៀលតាបោះក៏បានពោលគាថានេះថាមនាលតាបោះឥតបញ្ញាប្រយោជន៍អ្វីដោយចដារបស់អ្នកប្រយោជន៍អ្វីដោយស្បែកខ្លាឃ្មុំរបស់អ្នកព្រោះគ្រឿងសំញ៉ាំដោយរាគាតិកិលេសមានខាងក្នុងរបស់អ្នកខំដុសខាត់តែខាងក្រៅទីព្រះបរមពោធិសត្វគំរាមតាបោះអាក្រក់យ៉ាងនេះហើយក៏ចូលទៅកាន់ដំបូកចំណែកតាបោះអាក្រក់នោះក៏បាត់អំពីទីនោះព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយទ្រង់ប្រជុំជាដកថាតាបោះអាក្រក់ក្នុងកាលនោះបានមកជាភិក្ខុបោកប្រាស់ក្នុងកាលឥឡូវនេះតាបោះអ្នកមានសិលអង្គនោះបានមកជាសារីបុត្រចំណែកគោធៈបណ្ឌិតគឺតថាគតនេះឯងចប់អដ្ឋកថាគោធៈជាដកទី8តែប៉ុណ្ណេះសូមអនុមោទនីអដ្ឋកថាឧបតោផដ្ឋៈជាដកទី9ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តវេលវ័នទ្រង់ប្រពភិក្ខុទេវទត្តត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថាអខៃភនីបដោណាថោដូច្នេះជាដើមបានឮថាក្នុងកាលនោះភិក្ខុទាំងឡាយនាំគ្នាលើកយករឿងឡើងសន្ទនាក្នុងធម្មសភាថាអ្នកមានអាយុទាំងឡាយកំណាត់ឈើត្រូវភ្លើងឆេះទាំងសងខាងត្រង់ពាក់កណ្ដាលប្រឡាក់លាមកមិនអាចញ៉ាំងប្រយោជន៍ឲ្យសមគួរជាឈើក្នុងព្រៃមិនអាចញ៉ាំងប្រយោជន៍ជាឈើក្នុងស្រុកបានយ៉ាងណាភិក្ខុទេវទត្តក៏ដូច្នោះដែរបួសហើយក្នុងសាសនាដែលប្រកបដោយធម៌ជាគ្រឿងនាំសត្វចេញចាក់ទុកបែបនេះនៅភ្លៀងផ្លត់សូនចាក់ប្រយោជន៍ទាំងពីរបានហើយសាបសូនចាក់ភុកៈរបស់ក្រហមទាំងមិនអាចញ៉ាំងប្រយោជន៍នៃភាពជាសមណៈឲ្យបរិបូរបានព្រះបរមសាស្តាស្ដេចយាងមកទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញនេះអ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វីណោកាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែពេលនេះប៉ុណ្ណោះទេដែលទេវទត្តភ្លៀងផ្លាត់ចាក់ប្រយោជន៍ទាំងពីរនោះសូម្បីក្នុងអតីតកាលក៏ធ្លាប់វិនិច្ឆ័យប្រយោជន៍ទាំងពីរមកហើយដែរហើយទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដោយតទៅនេះថាក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពីរាណសីព្រះបរមពោធិសត្វសោយព្រះជាតិជារុក្ខទេវតាក្នុងកាលនោះពួកអ្នកនេសាទរស់នៅជាមួយគ្នាក្នុងស្រុកមួយគ្រានោះអ្នកនេសាទម្នាក់កាន់សន្ទូចជាមួយកូនប្រុសទៅកាន់បឹងដែលពួកអ្នកនេសាទតែងតែចាប់ត្រីជាប្រក្តីហើយចុះទៅស្ទូចក៏ស្ទូចជាប់គល់ឈើមួយនៅក្នុងទឹកព្រានសន្ទូចនោះមិនអាចនឹងទាញឡើងបានមកក៏គិតថាសន្ទូចប្រកាសជាជាប់ត្រីធំមិនខានអញត្រូវបញ្ជូនកូនប្រុសទៅរកម៉ែវាឲ្យបង្កចំនួននឹងពួកអ្នកជិតខាងកាលបើដូច្នោះបុគ្គលណាម្នាក់ក៏នឹងមិនរងចាំយកចំណែកចែកអំពីត្រីនេះហើយប្រាប់កូនប្រុសថាណែកូនប្រុសកូនឯងទៅចុះចូលទៅប្រាប់ម៉ែកូនឯងអំពីរឿងដែលយើងបានត្រីធំឲ្យម៉ែកូនឯងដើរឆ្លោះនឹងអ្នកជិតខាងចុះលុះព្រាមនោះប្រើកូនទៅហើយកាលមិនអាចទាញសន្ទូចឡើងមកបានខ្លាចដាច់ខ្សែសន្ទូចទើបដោះសម្ពុតដាក់លើគោកលោតចុះទឹកព្រោះចង់បានត្រីធំ
មិនបានពិចារណាថាត្រីមែនឬមិនមែនទេទើបទៅប៉ះនឹងគល់ឈើបែកភ្នែកទាំងពីរសម្ពុតស្លៀកដែលស្រាក់ដាក់លើគូនោះត្រូវចោលលួចយកទៅព្រាហ្មណ៍នោះឈឺក្រៃលែងណាស់យកដៃទាំងពីរក្តោបភ្នែកទាំងពីរឡើងអំពីទឹករាវរកសម្ពុតចំណែកភរិយារបស់គាត់គិតថាអញនឹងបង្កចំនួនធ្វើមិនអោយនរណាម្នាក់រងចាំសូមចំណែកឯចែកដូច្នេះហើយយកស្លឹកត្នោតធ្វើកណ្ដុរប្រដាប់ត្រចៀកម្ខាងប៉ុណ្ណោះភ្នែកម្ខាងក៏ក្រហមពោកូនឆ្កែនឹងចង្កេះដើរទៅអង្គុយពីដើមភូមិរហូតដល់ចុងភូមិគ្រានោះមានស្ត្រីដែលជាសម្លាញ់ម្នាក់និយាយដោយគ្មានក្រែងតែឯងយ៉ាងនេះថាហងយកស្លឹកត្នោតមកប្រដាប់រុនត្រចៀកតែម្ខាងប៉ុណ្ណោះភ្នែកម្ខាងក៏ក្រហមពោកូនឆ្កែនឹងចង្កេះដូចជាកូនជាទីស្រឡាញ់ដើរទៅអង្គុយតាំងពីដើមភូមិរហូតដល់ចុងភូមិហងឈួតហើយឬនាងពូលថាអញមិនបានឈួតទេហងមកជេរអញដោយឥតហេតុយ៉ាងនេះពេលនេះអញនឹងនាំហងទៅរកមេស្រុកឲ្យពិន័យហង8កហបណៈលុះឆ្លោះគ្នាយ៉ាងនេះហើយអ្នកទាំងពីរនោះនាំគ្នាទៅប្តឹងមេស្រុកកាលមេស្រុកកាត់ក្តីការឆ្លោះទាស់តែងគ្នានៃស្ត្រីទាំងពីរនាក់នោះក៏ពិន័យស្ត្រីដែលជាភរិយាព្រានសន្ទូចនោះទៀតមនុស្សទាំងឡាយក៏ចាប់ចងនាងបង្ខំថាឲ្យថ្លៃពិន័យហើយចាប់ផ្ដើមវីរុក្ខទេវតាឃើញអំពើនេះរបស់នាងក្នុងស្រុកនិងការវិនិច្ឆ័យរបស់ប្តីនោះក្នុងព្រៃក៏ឈរនៅនឹងប្រគៀបឈើពោលថាណែមនុស្សថោកទាបការងាររបស់ឯងវិនិច្ឆ័យសាបសូន្យឥតប្រយោជន៍អស់ហើយទាំងក្នុងទឹកទាំងលើគោកឯងសាបសូន្យចាក់ប្រយោជន៍ទាំងពីរស្ថានហើយពោលគាថានេះថាភ្នែកទាំងឡាយបែកធ្លាយហើយសម្ពុតបាត់ហើយការឆ្លោះក៏មានក្នុងផ្ទះនៃស្ត្រីជាសម្លាញ់ការងារទាំងឡាយខូចទាំងសងខាងគឺក្នុងទឹកផងលើគោកផងសួរថាក្នុងឋានៈទាំងពីរនោះខូចខាតដូចម្ដេចឆ្លើយថាក្នុងទឹកផងលើគោកផងបានដល់ការងារក្នុងទឹកវិនិច្ឆ័យព្រោះបែកភ្នែកទាំងពីរនិងសម្ពុតស្លៀកត្រូវចោលលួចការងារលើគោកវិនិច្ឆ័យព្រោះប្រពន្ធធ្វើការប្រេះឆានឹងស្ត្រីដែលជាសម្លាញ់ត្រូវចាប់ចងវាយធ្វើទារុណកម្មព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយទ្រង់ប្រជុំជាដកថាព្រានសន្ទូចក្នុងកាលនោះបានមកជាទេវទត្តចំណែករុក្ខទេវតាគឺតថាគតនេះឯងចប់អដ្ឋកថាឧបតោផដ្ឋៈជាដកទី9តែប៉ុណ្ណេះសូមអនុមោទនីអដ្ឋកថាកាកៈជាដកទី10ព្រះបរមសាស្តាកាលទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្ររពញាតតថចរិយាគឺការប្រព្រឹត្តជាប្រយោជន៍ដល់ញាតិត្រាស់ប្រធមទេសនានេះមានពាក្យផ្ដើមថានិច្ចាំងឧបភគហតិយាដូច្នេះជាដើមរឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងផតៈសាលៈជាដកទ្វាទេសកនិបាតក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វបដិសន្ធិក្នុងកំណើតក្អែកថ្ងៃមួយប្រហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរផាត់ម្សៅតែងកាយប្រដាប់កម្រងផ្កាស្លៀកសម្ពុតសមនឹងយស័កកំពុងធ្វើដំណើរចូលនគរនៅលើចុងសសរបន្ទាយជិតនគរមានក្អែកពីរទុំនៅទីនោះបណ្ដាក្អែកទាំងពីរនោះក្អែកមួយនិយាយនឹងក្អែកមួយទៀតថាណែសម្លាញ់ខ្ញុំនឹងជុះអាចដាក់ក្បាលព្រាមនេះក្អែកមួយទៀតជំទាស់ថាអ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយព្រាមនេះជាអ្នកធំធម្មតាការបង្កពីវិរិយនឹងអិសរជនអ្នកនឹងជួបប្រសពនឹងផលអាក្រក់ក្រៃលែងណាស់ព្រោះថាកាលបើព្រាមនោះក្រោតហើយនឹងធ្វើក្អែកទាំងអស់ឲ្យវិនិច្ឆ័យបានក្អែកមួយនោះពោលថាខ្ញុំមិនអាចផ្លាស់ប្ដូរចិត្តបានក្អែកមួយទៀតពោលថាបើយ៉ាងនោះអ្នកនឹងបានដឹងខ្លួនឯងហើយក៏ហើរជិះចេញទៅក្អែកមួយនោះពេលព្រាមមកដល់ខាងក្រោមសសរបន្ទាយក៏ធ្វើជាបន្ទន់ខ្លួនចុះហើយជុះអាចដាក់ក្បាលព្រាមនោះព្រាមក្រោតចងពៀនឹងវងក្អែកគ្រានោះទាសីបំរើខាងបុកអង្គម្នាក់យកស្រូវហាលនៅក្បែរផ្ទះអង្គុយយាមរួចក៏ដេកលក់ទៅពពែរួមវែងមួយដឹងថាទាសីនោះធ្វេសប្រហែសក៏មកស៊ីស្រូវទាសីនោះភ្ញាក់ឡើងឃើញពពែក៏ដេញទៅពពែលួចមកស៊ីស្រូវ
ពេលដែលទាសីនោះដេកលក់យ៉ាងនោះឯងអស់វេរៈពី3 ដងទាសីនោះក៏ដេញពពែនោះទៅទាំង3 ដងហើយគិតថាកាលពពែស៊ីរឿយនឹងស៊ីស្រូវអស់ពាក់កណ្ដាលអញនឹងខាតប្រយោជន៍ជាច្រើនពេលនេះត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀតនាងក៏កាន់ចន្លោះអង្គុយធ្វើដូចជាដេកលក់កាលពពែចូលមកស៊ីស្រូវក៏ក្រកឡើងគប់ពពែដោយចន្លោះពពែក៏ត្រូវភ្លើងឆេះកាលរាងកាយត្រូវភ្លើងឆេះពពែគិតឲ្យភ្លើងរលត់ទើបរត់ទៅយ៉ាងលឿនយកខ្លួនត្រដោះនឹងខ្ទមស្មៅមួយដែលនៅជិតរូងដំរីខ្ទមនោះក៏ឆេះសន្ធោសន្ធៅអណ្ដាតភ្លើងដែលកើតអំពីខ្ទមនោះរៀលទៅឆេះរូងដំរីកាលរូងដំរីឆេះខ្នងដំរីក៏ឆេះដែរដំរីនីមួយមានខ្លួនរបួសយ៉ាងដំណំពួកមកដំរីមិនអាចនឹងព្យាបាលឲ្យជាបានក៏ក្រាបទូលព្រះរាជាក៏ត្រាស់នឹងប្រហិតថាលោកអាចារ្យមកដំរីអស់ថ្វីដៃដែលនឹងរក្សាវងដំរីហើយលោកលមមនឹងស្គាល់ថ្នាំអ្វីខ្លះឬប្រហិតទទួលព្រះរាជតម្រាស់ថាព្រះករណាថ្លៃវិសេសព្រះរាជាត្រាស់សួរថាបានអ្វីទើបគួរប្រហិតក្រាបទូលថាបបិទ្ធមហារាជតលតែបានខ្លាញ់ក្អែកទើបអាចព្យាបាលបានព្រះរាជាត្រាស់ថាបើដូច្នោះអ្នកទាំងឡាយចូលប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយកខ្លាញ់មកចុះចាប់តាំងពីពេលនោះមកមនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែកមិនបានខ្លាញ់ក៏បោះចោលជាគំនរក្នុងទីនោះមហាភ័យបានកើតឡើងដល់វងក្អែកគ្រានោះព្រះមហាបរោះមានវងក្អែក80000ជាបរិវារនៅក្នុងព្រៃខ្មោចមានក្អែកមួយមកប្រាប់ព្រះពោធិសត្វអំពីភ័យដែលកើតឡើងដល់វងក្អែកព្រះមហាសត្វត្រេះរិះថាវាអាត្មាអញចេញហើយអ្នកដតីដែលអាចបំបត្តិភ័យដែលកំពុងកើតឡើងដល់ពួកញាតិរបស់អញមិនមានឡើយអញត្រូវកម្ចាត់ភ័យនោះហើយរំពឹងនឹកដល់បារមី10ប្រការធ្វើមេត្តាបារមីឲ្យជាបរិចារកហើយហើទៅម្នាក់ឯងប៉ុណ្ណោះចូលទៅតាមប្រហោងបង្អួចដែលគេបើកទុកចូលទៅលាក់ខ្លួននៅខាងក្រោមបរិយាអាសនៈពេលនោះអាមាត្យម្នាក់ធ្វើអកប្បកិរិយានឹងចាប់ស្ដេចក្អែកពោធិសត្វបរិជាត្រាស់ហាមគាត់ថាក្អែកចូលមករកទីពឹងកុំចាប់ក្អែកនោះឡើយស្ដេចក្អែកសម្រាកនៅទីនោះបន្តិចហើយរំពឹងនឹកដល់ព្រះបារមីចេញអំពីអាសនៈក្រាបទូលបរិជាថាបបិទ្ធមហារាជធម្មតាបរិជាមិនត្រូវលុះក្នុងអំណាចអកតេមានឆន្ទាកតេជាដើមទើបប្រពៃកម្មណាដែលត្រូវនឹងធ្វើកម្មនោះត្រូវពិចារណាឲ្យល្អិតល្អន់ហើយសឹមធ្វើទើបប្រសើរម្យ៉ាងទៀតកម្មណាដែលនឹងត្រូវធ្វើបានផលកម្មនោះប៉ុណ្ណោះទើបគួរធ្វើកម្មក្រៅអំពីនេះមិនគួរធ្វើប្រសិនបើបរិជាទាំងឡាយទ្រង់ធ្វើកម្មដែលធ្វើទៅដោយមិនសម្រេចផលនោះមហាភ័យមានមរណភ័យជាទីបំផុតរមែងកើតឡើងដល់មហាជនត្បិតបរហិតស្ថិតនៅក្នុងអំណាចនៃការចងពៀបានក្រាបទូលកុហកធម្មតាខ្លាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយមានប្រតិយជ្រះថ្លាឲ្យព្រះពោធិសត្វទុំនៅលើតាំងឲ្យរាជបរោះលាបស្លាបដោយប្រេងដែលរងាស់ហើយ100,000 ដងឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារឲ្យផឹកទឹកលុះស្ដេចក្អែកសប្បាយចិត្តបាត់ការហត់នឿយហើយទើបត្រាស់ពាក្យនេះថាណែបណ្ឌិតអ្នកពោលថាធម្មតាខ្លាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយព្រោះហេតុដូចម្ដេចទើបក្អែកទាំងឡាយមិនមានខ្លាញ់រាវព្រះមហាសត្វកាលនឹងក្រាបទូលក៏បញ្ជល់ថាបបិទ្ធមហារាជដោយហេតុឈ្មោះនេះដោយហេតុឈ្មោះនោះធ្វើព្រះរាជវាំងទាំងមូលឲ្យមានសម្លេងតែមួយសម្ដែងធម៌ពោលគាថានេះថាក្អែកទាំងឡាយជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ចជាសត្វបៀតបៀនមនុស្សលោកទាំងពួងព្រោះហេតុនោះបានជាខ្លាញ់រាវនៃពួកក្អែកជាញាតិរបស់យើងទាំងនោះមិនចេះមានឡើយក្នុងគាថានោះមានសេចក្តីសង្ខេបដូចនេះបបិទ្ធមហារាជធម្មតាវងក្អែកមានចិត្តភ្ញាក់ផ្អើលគឺធ្លាប់តែតក់ស្លុតជានិច្ចស្ដេចក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះដោយប្រការដូចនេះហើយទូលដាស់តឿនបរិជាថាបបិទ្ធមហារាជធម្មតាបរិជាមិនបានពិចារណាហើយមិនគប្បីបដិបត្តិបរិជាកិច្ចបរិជាទ្រង់ពេញប្រតិយបូជាព្រះបរមពោធិសត្វដោយរាជសម្បត្តិព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះបរិជាវិញ
ឲ្យបរិជាតាំងនៅក្នុងបញ្ចសិលទូសូមបរិជាទានអភ័យដល់សត្វទាំងពួងព្រះរាជាទ្រង់ព្រះសម្ដាប់នៅប្រធមទេសនាហើយទ្រង់បរិជាទានអភ័យដល់សត្វទាំងពួងទ្រង់តម្កល់និព្វទានគឺទានដល់ឲ្យជាប្រចាំដល់វងក្អែកហើយបញ្ជាឲ្យដាំបាយប្រមាណ1ថាំងលាយដោយវត្ថុដែលមានរសដល់ប្រណិតផ្សេងៗបរិជាទានដល់វងក្អែករាល់ថ្ងៃចំណែកព្រះបរមពុទ្ធិសត្វបានទទួលបរិជាទានព្រះក្រយាហានោះឯងព្រះបរមសាស្តាទ្រង់នាំយកប្រធមទេសនានេះមកហើយទ្រង់ប្រជុំជាដកថាបរិជានគរពីរាណសីក្នុងកាលនោះបានមកជាអនន្តចំណែកស្ដេចក្អែកគឺតថាគតនេះឯងចប់អដ្ឋកថាកាកៈជាដកទី10ចប់អដ្ឋកថាអសម្បទានវគ្គទី14តែប៉ុណ្ណេះខ្ញុំប្រកាសរណាខ្ញុំបាទសូមថ្លែងអំណរអគុណដ៏ជ្រាលជ្រៅចំពោះអស់លោកស្រីលោកយាយលោកតាប្រកាសរណាគ្រប់ព្រះអង្គមិត្តអ្នកស្ដាប់គ្រប់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់នៅអដ្ឋកថាអសម្បទានវគ្គទី14មកប៉ុណ្ណេះក៏សូមចែករំលែកនូវបុណ្យកុសលដែលកើតអំពីធម្មទាននៅក្នុងឱកាសពេលនេះចែកជូនប្រគេនដល់អស់លោកស្រីលោកយាយលោកតាប្រកាសរណាគ្រប់ព្រះអង្គមិត្តអ្នកស្ដាប់គ្រប់គ្នាសូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនសូមអនុមោទនា